បាទជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំចង់បង្ហាត់និងបង្ហាញចែករំលែកអំពីរបៀបប្រើនៅ YouTube videos ដើម្បីបង្រៀននៅក្នុងថ្នាក់គណិតវិទ្យាក្តីឬក៏ថ្នាក់ភាសាអង់គ្លេសក្តីឧទាហរណ៍ថាថ្ងៃនេះខ្ញុំចង់លើកយកអំពីមុខវិជ្ជាគណិតវិទ្យាសម្រាប់ថ្នាក់ទី1បាទរៀនអំពី before ហើយនិង after អញ្ចឹងតើយើងប្រើវិធីសាស្ត្របែបណាដើម្បីឲ្យការបង្រៀនរបស់យើងនឹងមានភាពរីកចម្រើនហើយយើងអាចរៀនបានពាក្យថ្មីដោយខ្លួនឯងក្នុងនាមជាគ្រូផងហើយបងប្អូនសិស្សានុសិស្សក៏អាចរៀនបាននៅភាសាតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែលប្រើសម្រាប់មុខវិជ្ជាគណិតវិទ្យារបស់បងប្អូនដែលកំពុងរៀនពីព្រោះកន្លងមកខ្ញុំតែងតែសង្កេតឃើញថាលោកគ្រូអ្នកគ្រូគឺមិនទាន់ច្បាស់នៅក្នុងការប្រើប្រាស់ពាក្យពេចន៍គេហៅថា mathematical language បាទពាក្យបច្ចេកទេសបានត្រឹមត្រូវនៅឡើយទេអញ្ចឹងនៅក្នុងរបៀបបង្រៀនបែបនេះគេឲ្យឈ្មោះថាមិនមែនគេឲ្យគឺខ្ញុំជាអ្នកឲ្យឈ្មោះថាវិធីសាស្ត្របង្រៀនបែប hybrid បាទដូចឡាន hybrid ចឹងណាប្រើសាំងផងប្រើអង្គុយផងដូចជារថយន្ត Cruise អីហ្នឹង Prius បាទអញ្ចឹងបើសិនជាយើងជាគ្រូខ្មែរក៏ប៉ុន្តែយើងអត់មានន័យថាជាគ្រូខ្មែរដែលអាចនិយាយភាសាអង់គ្លេសបានប៉ុន្តែភាសាអង់គ្លេសរបស់យើងច្បាស់ជាមិនទាន់ល្អដូចជាគ្រូជនជាតិដើមទេអញ្ចឹងយើងត្រូវតែចេះមានវិធីសាស្ត្រនៅក្នុងការទាញយកប្រយោជន៍អំពីអ្វីដែលយើងមាននៅក្នុងដៃឧទាហរណ៍ជាក់ស្ដែងគឺ YouTube នឹងតែម្ដងហើយនៅក្នុង YouTube នេះគឺមានវីដេអូដែលដោយcontent creator នឹងច្រើនមានអ្នកខ្លះគឺជាជនជាតិឥណ្ឌាឧទាហរណ៍ថាវីដេអូមួយនេះ Use of before and after ជាវីដេអូប្រភេទនេះគឺខ្ញុំអត់យកទេដោយសារតែការបញ្ចេញសម្លេងរបស់ content creator ឬក៏គ្រូដែលជាអ្នកធ្វើវីដេអូហ្នឹងគឺជាជនជាតិឥណ្ឌាអញ្ចឹងខ្ញុំនឹងសាកល្បងវីដេអូមួយនេះ Before and after. Let បាទបន្ទាប់ពីស្ដាប់ឃើញថាការបញ្ចេញសម្លេងគឺជាការបញ្ចេញសម្លេងបែបជនជាតិដើមបាទអញ្ចឹងខ្ញុំអាចយកបានហើយបន្ទាប់មកគឺខ្ញុំនឹងឲ្យសិស្សនឹងផ្ទៀងតិចស្ដាប់នៅអ្វីដែលជាការពន្យល់ការសួរនិងការណែនាំពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាមួយនេះដែលប្រធានបទគឺការប្រើប្រាស់ពាក្យ before ហើយនិង after អញ្ចឹងខ្ញុំនឹងចុច key space key ដើម្បីឲ្យវីដេអូហ្នឹងវាលេងតទៅមុខទៀត play with a ball and learn about before and after. យើងនឹងត្រឡប់ទៅខាងដើមនៃវីដេអូម្ដងទៀតដើម្បីខ្ញុំសួរទៅកាន់លោកគ្រូអ្នកគ្រូហើយលោកគ្រូអ្នកគ្រូអាចសួរសំណួរដដែលហ្នឹងទៅកាន់សិស្ស And after. Before and after. Did you hear everyone? What did she say? What did the teacher say? អញ្ចឹងខ្ញុំសួរថាតើអ្នកគ្រូគាត់បាននិយាយពីអីខ្លះសិស្សច្បាស់ជាចាប់បានហើយថា before and after បន្ទាប់មកខ្ញុំលេងបន្តទៅទៀត Let's play with a ball. What did she say? យើងសួរសំណួរគាត់តើគាត់និយាយថាម៉េច What did she say? បាទអញ្ចឹងសិស្សឲ្យមានន័យថាគ្រូឲ្យសិស្សនឹងថាឡើងវិញ Let's play with the ball មិនអញ្ចឹងទេបាទហើយយើងក៏តទៅមុខទៀត And learn about before and after. Can you repeat what she has just said again? អញ្ចឹងសិស្សចាប់ផ្ដើមថាអូខេថាតាមអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយដែលយើងមិនចាំបាច់ហត់រៀបចំសម្ភារៈសិក្សាដោយយើងគ្រាន់តែប្រើវីដេអូហើយឲ្យសិស្សដោតអារម្មណ៍ទៅលើវីដេអូមួយហ្នឹងហើយឲ្យសិស្សហ្នឹងរៀនថាតាមបើសិនជាសិស្សចាប់អត់បានទេយើងត្រឡប់ទៅក្រោយវិញហើយ play ម្ដងទៀតឥឡូវតទៅមុខទៀត What do you mean by after numbers? Can you repeat after the teacher? What do you mean? អីចឹងទៅមែនទេបាទអញ្ចឹងយើង play តទៅមុខទៀត When we count forward from a given number. Can you repeat? When we count forward from a given number អញ្ចឹងណាសិស្សគឺរៀនភាសាបច្ចេកទេសតាក់ទងជាមួយនឹងគណិតវិទ្យារួមជាមួយគ្នាស្របពេលជាមួយគ្នានឹងការរៀនអំពីវិធីសាស្ត្រនៅក្នុងការនិយាយឬក៏ការប្រើប្រាស់ពាក្យ before ហើយនិង after នឹងតែម្ដងតទៅមុខទៀត We get the numbers after. We get the numbers after ឲ្យសិស្សថាតាមអញ្ចឹង Let's count forward the numbers from 3. Let's count forward the numbers from 3 ឃើញទេឲ្យសិស្សថាតាមទាំងអស់គ្នាហើយធ្វើឲ្យការបញ្ចេញសម្លេងរបស់សិស្សនឹងគឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹងគ្រូបរទេសដែលគាត់កំពុងតែបរៀននៅក្នុងវីដេអូនឹងតែម្ដង
ខ្ញុំសូម slash តាមប៉ុណ្ណឹងសិនហើយបន្ទាប់ពីនោះយើងត្រឡប់មកសួរសិស្សវិញថាមើលអូនចាំពាក្យអីខ្លះមួយពាក្យក៏បានមួយ clear ក៏បានមួយប្រយោគក៏បានពាក់ព័ន្ធជាមួយនឹងវីដេអូដែលបងបានមើលពេលនោះហើយជាពេលដែលយើងត្រូវប្រើតារាងពិន្ទុប្រចាំថ្ងៃរបស់យើងដើម្បីដាក់ពិន្ទុឲ្យគាត់អ្នកណាចាំបានពាក្យមួយពាក្យគឺបានមួយពិន្ទុបើសិនជាគាត់អាចចាំបាន clear មួយ clear បាន2ពិន្ទុបើសិនជាគាត់លោតទៅដល់ការចាំបានមួយប្រយោគគឺបាន3ពិន្ទុបាទនេះគឺជារបៀបបង្រៀនបែបងាយៗដោយប្រើ YouTube videos ងាយស្រួលហើយសិស្សនឹងមានភាពសប្បាយរីករាយនៅក្នុងការរៀនបានមើលឃើញហើយឆាប់យល់ជាពិសេសគឺសិស្សមានការផ្ដោតអារម្មណ៍ខ្ជាប់ខ្ជួនខណៈពេលដែលអ្នកគ្រូឬក៏លោកគ្រូបានតម្រូវឲ្យពួកគេខិតខំត្រងត្រាប់ស្ដាប់និងតាមដានដើម្បីទទួលបាននូវការហៅឈ្មោះឲ្យឡើងនិយាយអំពីអ្វីដែលគេរៀនបានពីវីដេអូនោះឲ្យថាតាមនៅអ្វីដែលគេបានរៀនពីវីដេអូនោះដើម្បីទទួលបានពិន្ទុបាទខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ